បងនិយាយពី Sol USDT អូខេអញ្ចឹងថ្ងៃនេះយើងមកមើលជាមួយនឹង pair Sol ទាំងអស់គ្នាអញ្ចឹងនៅក្នុង time frame daily គឺយើងឃើញថា pair Sol វាស្ថិតនៅក្នុង uptrend នៅឡើយទេអញ្ចឹងនៅពេលដែលវាបានឡើងមកប៉ះជាមួយនឹង sad trend វាបានpullback ចុះមកក្រោមបន្តិចអញ្ចឹងយើងមកមើលជាមួយនឹង time frame 1ម៉ោងអញ្ចឹងនៅក្នុង time frame 1ម៉ោងគឺយើងឃើញថាវាបានបន្តឡើងរហូតបន្ទាប់ពីវាបានប៉ះជាមួយនឹងFVG នេះវាបានបន្តឡើងទៅខាងលើរហូតមើលទៅលើ Fireball retracement ទៅយើងឃើញថានៅម្ដុំនេះវាជាចំណុចដែលយើងចាប់អារម្មណ៍គួរតែមើលបើសិនជាវា pull back មកវិញអ្នកទាំងអស់គ្នាអាចរងចាំចូល position នៅត្រង់ចំណុច0ត្រង់នេះបាននេះដែលជាត្រឹមនេះទៅត្រឹមនេះអ្នកទាំងអស់គ្នាអាចរងចាំឡងពីត្រឹមនេះទៅវិញបានដោយសារអីដោយសារនៅត្រង់នេះវាមានជាមួយនឹង bullish SVG នៅក្នុង time frame daily ហើយនៅនេះក៏វាមានជាមួយនឹង OTE មួយដែរមុននឹងចូល position អ្នកទាំងអស់គ្នាត្រូវតែរងចាំមើល confirmation នៅត្រង់ចំណុចនេះសិនចាំអ្នកទាំងអស់គ្នាសម្រេចចិត្តក្នុងការចូល position ឬក៏មួយទៀតវាអាចនឹងឡើងធ្លាយឡើងទៅដល់ supply របស់វាយកតែម្ដង supply នៅក្នុងtime frame daily នៅខាងលើនេះក៏អាចថាបានដែរអញ្ចឹងអ្នកនរគ្នាក៏តែរងចាំមើលសិនថាតើវាអាចឡើងបន្តទៀតឬមួយក៏វា pull back ចុះមកខាងក្រោមវិញអញ្ចឹងពេលខ្ញុំគឺមានតែប៉ុណ្្នឹងទៅលើ pair Sol បើសិនជាអ្នកនរគ្នាចង់ខ្ញុំមើលទៅលើ pair អីបន្តទៀតអ្នកនរគ្នាអាចត្រាប់នៅក្នុង comment បានអូខេអញ្ចឹងពេលខ្ញុំមានតែប៉ុណ្្នឹងជួបអ្នកនរគ្នានៅវីដេអូក្រោយ